ខ្ញុំមិននឹកស្មានថាស្នាដៃខ្ញុំបានល្បីទៅដល់បងម្ចាស់ប្រេនដែលគាត់ចង់ស្លៀកជាមួយនឹងឈុតធម្មជាតិដែលខ្ញុំច្នៃពីដៃផ្ទាល់បំផុតការងាររបស់ខ្ញុំគេមើលឃើញពីតម្លៃហើយនឹងភាពយូនិករបស់ខ្ញុំហើយអញ្ចឹងម្ចាស់ប្រេនសម្បូរកក់សក់ឌីដារ៉ូគឺគាត់ចង់ស្លៀកជាមួយនឹងឈុតផ្កាឈូករបស់ខ្ញុំគូថាខូចស្អាតដូចខ្តុកខ្តាតែម្ដងស្អាតខ្លាំងមែនទែនបានស្អាតនឹងយើងចំណាយពេលធ្វើក៏មិនតិចម៉ោងដែរតាំងពីម៉ោង7ព្រឹករហូតដល់ម៉ោង4ល្ងាចឈុតនឹងមិនមែនខ្ញុំដេរតែម្នាក់ឯងទេលើកនេះខ្ញុំហៅបងខ្ញុំឲ្យមកជួយដេរដោយសារខ្ញុំរវល់ដែរអញ្ចឹងទៅយើងត្រូវការបន្ទាន់ឈុតនឹងទុកយូរអត់បានទេទីមួយសម្រាប់ខ្ញុំឲ្យបានជួបគាត់នៅខាងក្រៅផ្ទាល់ហើយគាត់មានភាពរុះរាយខ្លាំងមែនទែនគេសម្រស់នៅខាងក្រៅគាត់ថាស្អាតខ្លាំងមែនទែនហ្មងស្អាតជាងទូរស័ព្ទហើយគាត់លាកជាមួយនឹងឈុតផ្កាឈូកនោះមើលទៅឡើងដូចខ្តុកខ្តាតែម្ដងតែសើដោយសារគាត់ស្លៀកឈុតខ្ញុំឯណាប៉ុន្តែគឺមើលទៅឃើញស្អាតមែនខ្ញុំមួយនេះឲ្យទទួលមកស្លៀកឈុតអីជាមួយខ្ញុំឬក៏ឈុតណាដែលខ្ញុំធ្វើអីអញ្ចឹងថេកខែតួមកឆ្ងាញ់តែម្ដងថតរូបអីផ្សេងមិនបាច់ភ័យតែខ្លាចអត់លះហើយដោយសារខ្ញុំដើរតាមហើយជួយកាច់ style គាត់រហូតតួចុះទឹកអញ្ចឹងមិនមែនខ្ញុំនេះក៏ចុះទឹកដែរខ្ញុំឲ្យតួចុះទឹកតែឯងទេអញ្ចឹងយើងត្រូវជួយគាត់គ្រប់កលៈទេសៈការងាររបស់យើងឆាប់រលូនទៅមុខហើយប្រើពេលវេលាតិចទៀតមួយចំនួនទួយគាត់សួរខ្ញុំថាមកយកផ្កាឈូកទៅឆ្នៃជាឈុតសម្លៀកបំពាក់ឲ្យពាក់លើខ្លួនអញ្ចឹងគឺថាផ្កាឈូកក៏ទុកសម្រាប់តែថ្វាយព្រះប៉ុណ្ណឹងឯងបញ្ចេញមតិរបស់គាត់ក៏អត់ខុសដែរប៉ុន្តែវាជាគំនិតរៀងខ្លួនប៉ុន្តែបើយើងចេះច្នៃប្រឌិតវាឲ្យកាន់តែមានប្រយោជន៍ជួយផ្សព្វផ្សាយឲ្យដឹងពីគុណតម្លៃរបស់ផ្កាឈូកទៀតគឺកាន់តែល្អប្រសើរសូមសំណូមពរទៅកាន់បងដែលគាត់បានបញ្ចេញមតិមកកាន់ខ្ញុំនឹងសូមឲ្យគាត់បើកចិត្តឲ្យទូលាយហើយទទួលយកអ្វីដែលថ្មីយើងអាចរស់នៅដូចកែបក្នុងដងទេយើងត្រូវចេញមើលពិភពលោកខាងក្រៅថាគេដើរដល់ណាខ្លះហើយយកប្រទេសគេមកប្រៀបធៀបមួយយើងទេប៉ុន្តែយើងត្រូវអភិវឌ្ឍខ្លួនឯងឲ្យខ្លាំងជាងគេ